ខ្ញុំថាប្រភេទ2លើ10ធំជាង20លើ200តែខ្ញុំថាប្រភេទ20លើ200ធំជាង 0.2 ធំជាង 0.20 មែនទេពួកយើងទាំងអស់គ្នាពួកខ្ញុំមិនព្រមទេគឺ 0.20 ធំជាង 0.2 ធំជាង 0.20 ធំជាងយើងទាំងអស់គ្នាពិតជាឆ្ងល់ណាស់មែនទេថាតើ 0.2 និង 0.21 ណាធំជាងឬក៏យ៉ាងណាចូលស្វែងយល់អំពីមេរៀនទាំងអស់គ្នាចំនួនទស្សភាគមានតម្លៃស្មើគ្នាចូលមើលរូបទាំងពីរនេះតើរូបមួយណាមានតម្លៃធំជាងឬក៏ស្មើគ្នារូបមួយផ្ទាំងខាងឆ្វេងនេះមានចំនួន100ដុំហើយពណ៌សខ្មៅមានចំនួន40ដុំដែលជាភាគយកដូចនេះយើងអាចសរសេរ40លើ100ស្មើនឹង 0.4 រីឯរូបគូបនៅខាងស្ដាំមានសរុបចំនួន1000ដុំហើយពណ៌សខ្មៅមានចំនួន400ដុំដែលជាភាគយកដូចនេះយើងអាចសរសេរ400លើ1000ស្មើនឹង 0.40 ការសរសេរលេខ0បន្តពីក្រោយលេខនៅផ្នែកទស្សភាគមិនធ្វើឲ្យចំនួនទស្សភាគផ្លាស់ប្ដូរតម្លៃទេដូចនេះ 0.4 និង 0.40 មានតម្លៃស្មើគ្នាការសរសេរលេខ0បន្តពីក្រោយលេខនៅផ្នែកទស្សភាគមិនធ្វើឲ្យចំនួនទស្សភាគផ្លាស់ប្ដូរតម្លៃទេដូចគ្នានេះដែររវាងចំនួន 0.9 និង 0.90 និង 0.900 គឺមានតម្លៃស្មើគ្នាហើយរវាងចំនួន 12.000 និង 12.00 និង 12.0 និង 12 ក៏មានតម្លៃស្មើគ្នាតាមពិតមានតម្លៃស្មើគ្នាសោះត្រូវហើយគឺ 0.2 និង 0.20 គឺសាមគ្នាឥឡូវសូមយកចិត្តទុកដាក់តាមដានអំពីការបកស្រាយលំហាត់ទាំងអស់គ្នាចូលបំពេញចម្លោះជាចំនួនទស្សភាគស្មើគ្នាក៏ 0.50 ស្មើនឹងប៉ុន្មានខ្លះលំហាត់នេះគេទុកចន្លោះពីកន្លែងឲ្យយើងបំពេញក្នុងមេរៀន 0.20 ស្មើនឹង 0.2 អញ្ចឹង 0.50 ក៏ស្មើនឹង 0.5 ដែរ 0.500 ក៏ដោយ 0.5000 ក៏ដោយក៏នៅតែស្មើគ្នាដែរយល់ទេពីព្រោះលេខ0ដែលនៅពីបន្តពីក្រោយលេខនៅផ្នែកទស្សភាគគឺមិនធ្វើឲ្យចំនួនទស្សភាគនោះផ្លាស់ប្ដូរតម្លៃទេខ 35.51 ស្មើនឹងប៉ុន្មានខ្លះគ្រាន់តែសរសេរលេខ 35.51 ឡើងវិញហើយថែមលេខ0ប៉ុន្មានក៏បានដែរនៅបន្តពីក្រោយលេខ51ចំនួនទាំងអស់នោះសុទ្ធតែមានតម្លៃស្មើនឹង 35.51 ទាំងអស់ពីព្រោះលេខ0ដែលនៅពីបន្តពីក្រោយលេខនៅផ្នែកទស្សភាគគឺមិនធ្វើឲ្យចំនួនទស្សភាគនោះផ្លាស់ប្ដូរតម្លៃទេសូម comment នៅខាងក្រោមបើសិននៅមានឆ្ងល់អំពីមេរៀនចំនួនទស្សភាគមានតម្លៃស្មើគ្នានេះការចុច share ចែករំលែកមេរៀននេះបន្តគឺជាការជួយរួមចំណែកដល់ការជួយឲ្យកុមារទទួលបានការស្វ័យសិក្សាសូមចុចមេដៃនិង Subscribe ដើម្បីទទួលបានមេរៀនជាបន្តបន្ទាប់ទៀតសូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានការបកស្រាយមេរៀនជួបគ្នានៅវីដេអូមេរៀនបន្ទាប់ស្ដីអំពីការបង្គាប់ចំនួនទស្សភាគ